And then, so upstairs we'll have a briefing, some Labor MPs with a particular interest in the human rights situation in Cambodia. And I might ask Hong Lim to provide a briefing to them, and please, contribute as you would like, but we'll get Hong to just lead that discussion with the other MPs about the Hun Sen regime and the need for free and fair elections in Cambodia. ហើយបន្តមកគឺគាត់នឹងជូនឱកាសទៅលោកហុងលីមដើម្បីនិយាយអំពីរឿងសិទ្ធិមនុស្សឬការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាជាមួយនឹងសមាជិកសភាផ្សេងៗដែលចាប់អារម្មណ៍ពីរឿងសិទ្ធិមនុស្សហើយនឹងកិច្ចការនៅប្រទេសកម្ពុជាពេលហ្នឹងគឺប៉ុន្តែបើសិនជាទេគុណឬក៏បងប្អូនទាំងអស់ចង់មានប្រសាសន៍អញ្ជើញចូលរួមប៉ុន្តែគាត់នឹងជូនវេទិកានៅដល់លោកហុងលីម You will be helped to come into the House of Representatives chamber, and 3 members of Parliament will make a brief statement about the situation in Cambodia. ហើយបន្តមកហ្នឹងគឺខាងកម្ពុជានឹងត្រូវបុគ្គលិកនៅក្នុងសភានេះនាំជូនទៅក្នុងសភាជាន់ទាបហើយពេលហ្នឹងនឹងមានសមាជិកសភា3រូបនឹងធ្វើសេចក្តីថ្លែងការណ៍អំពីស្ថានភាពនៅស្រុកខ្មែរ And then you are invited to watch a bit of question time, but it's mainly politicians behaving like children and yelling at each other. បន្តមកគឺបរិយាគុណហើយនឹងគណៈប្រពន្ធយើងអង្គនេះនឹងត្រូវអញ្ជើញចូលទៅអង្គុយស្ដាប់ពេលដែលគេហៅ question time គឺពេលដែលចោទសួរសំណួរគ្នាទៅវិញទៅមកហ្នឹងមែនទេនៅក្នុងនយោបាយអូស្ត្រាលីគឺគេថាអ្នកនយោបាយគឺពេលហ្នឹងគឺមានអត្តចរិតដូចជាកូនក្មេងពីព្រោះថាគេត្រូវចោទសួរគ្នាទៅវិញទៅមក And then you can leave and go about your activities in Canberra, and then at 6 o'clock tonight we go for a very special dinner together upstairs in the parliamentary dining room, which is a very beautiful place. ហើយបន្ទាប់ពីហ្នឹងគឺអតីតគុណហើយនឹងខាងបងប្អូនទាំងអស់អាចជើញទៅធ្វើសកម្មភាពផ្សេងៗដែលគោលបំណងដែលអញ្ជើញមកខេមរាហ្នឹងហើយម៉ោង6នឹងអញ្ជើញឲ្យនិមន្តត្រឡប់មកដើម្បីគាត់ទទួលទានពេលល្ងាចនៅបន្ទប់ខាងលើដែលមានម្ហូបល្អហើយបន្ទប់ល្អ And after dinner, I will be able to make a longer statement in the House of Representatives about the human rights situation in Cambodia, and especially the problems with democracy, and we'll be calling on the Foreign Minister to demand free and fair elections in Cambodia for the upcoming local elections and then for the federal election in 2018. ហើយពេលល្ងាចបន្ទាប់ពីហ្នឹងមកគឺគាត់នឹងមានឱកាសធ្វើថ្លែងនៅក្នុងសភាពេញអង្គតែម្ដងអំពីហើយនឹងទាមទារឲ្យក្រសួងរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីបច្ចុប្បន្នហ្នឹងដើម្បីទាមទារឲ្យមានការបោះឆ្នោតដោយយុត្តិធម៌ហើយនឹងត្រឹមត្រូវនៅក្នុងការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះហើយនឹងការបោះឆ្នោតជាតិដែលនឹងម្ដង And I'll just say before we really get started for the day, it's a huge privilege for me to represent so many Cambodian people in the federal parliament, and I know a lot of you and your families fled the Khmer Rouge and have led a very difficult life before coming to Australia, and you've got my utmost respect for the things that you and your country have been through, and it is just so inspiring to me to see you here still in Australia fighting for an improved situation for your friends and your family and your countrymen back at home. ហើយបានធ្វើគាត់ជាសមាជិកសភាមណ្ឌលសហព័ន្ធរបស់គាត់ដែលមានខ្មែរជាច្រើនហើយគាត់បានជួបគាត់បានដឹងអំពីប្រវត្តិនៃការមកតាំងទីលំនៅក្នុងប្រទេសអូស្ត្រាលីនេះដោយសារតែការចាក់ចេញនៅប្រវត្តិដ៏ជូរចត់ដែលបានកើតឡើងនៅប្រទេសកំណើតហើយគឺជាកិត្តិយសរបស់គាត់ហើយគាត់កោតសរសើរជាខ្លាំងចំពោះកិច្ចការដែលដេគុណឲ្យបងប្អូនទាំងអស់ដែលថាទោះបីជាយើងបានឆ្លងកាត់ការលំបាកមកដល់ប្រទេសនេះហើយនៅតែឃើញបងប្អូនដេគុណទាំងអស់តស៊ូដើម្បីប្រជាធិបតេយ្យដើម្បីបងប្អូនយើងដែលរស់នៅក្នុងស្រុកខ្មែរហ្នឹងគឺគាត់គោរពដ៏ស្មោះស្ម័គ្របំផុត And this is your parliament. For those of you who are Australian citizens, this is your parliament. I'm your representative. And it's going to be a real privilege to be with you today while we meet some other of the political leaders in Australia. So let's enjoy the time we have together. ហើយដូច្នេះនេះគឺជាផ្ទះរបស់អស់លោកសម្រាប់បងប្អូនដែលជាសញ្ជាតិអូស្ត្រាលីគឺជាសភានេះគឺជាសភារបស់យើងទាំងអស់គ្នាហើយគាត់មានមោទនភាពដែលថាបានជួបអ្នកទាំងអបិគុណហើយនឹងទាំងអស់គ្នានៅថ្ងៃនេះហើយដូច្នេះគឺជាថ្ងៃដ៏មោទនភាពមួយជាថ្ងៃដ៏រីករាយមួយដូច្នេះសូមអញ្ជើញនិមន្តអញ្ជើញទៅជួបជាមួយនឹងមេដឹកនាំ
ផ្សេងទៀតមកពីគណៈបកផ្សេងទៀត So while we wait for Mr. Shorten, I can show you the Labor caucus room. So this is where we meet as a party and where Bob Hawke and Paul Keating and other leaders have stood and shared the story of Labor. So I'll take you through there now. SK Media